ខ្ញុំអាជីវ័នសូមសូមជម្រាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តទៅកាន់ទឹកគ្រួសារបងប្អូនពលិសាមរយៈនេះយើងចេញវីដេអូជាមួយនឹងការប៉ុណ្ណឹងច្រើនអញ្ចឹងយើងភ្លេចជាមួយនឹងតំបន់ទេសភាពមានស្ទឹងបឹងបួរយើងអស់ហើយអញ្ចឹងសប្តាហ៍នេះបាទយើងអាចនឹងមានដំណើរកម្សាន្តបែបនេះហើយជាក់ស្ដែងឥឡូវយើងជួបជាមួយនឹងឧបសគ្គបាទឆ្លងស្ទឹងមួយកន្លែងបងប្អូនដែលស្ទឹងនេះទឹកទូចទេអត់ធំទេក៏ប៉ុន្តែយើងត្រូវជួយសែងគ្នាបាទឥឡូវដល់វគ្គជួយយកអាសាគ្នាឲ្យបងប្អូនបាទមានអ្នកខ្លះជួយអូសជួយទាញបាទម៉ូតូបងប្អូនមួយនៅក្នុងក្រុមបាទហើយបងប្អូនខ្លះក៏គាត់បានឆ្លងផុតហើយបងប្អូនខ្លះក៏ឆ្លងអត់បានផុតទេបងប្អូនចំណុចឧបសគ្គកន្លែងនេះគឺយើងឆ្លងស្ទឹងហើយមានទឹកវាមានខ្សាច់បាទដោយបងប្អូនបានឃើញអញ្ចឹងបាទកន្លែងនេះហើយដែលមិត្តភាពការបង្កើតក្តីស្រឡាញ់ការស្រឡាញ់នៅក្នុងបងប្អូនក្រុមរាយសាមគឺមានតែប៉ុណ្្នឹងហើយបងប្អូននៅពេលដែលយើងសប្បាយទាំងអស់គ្នានៅពេលដែលយើងជួបឧបសគ្គយើងចេះជួយយកអាសាគ្នាវាជារឿងល្អបំផុតបងប្អូនអរគ្នាហើយចំពោះបងប្អូននៅក្នុងក្រុមគឺយើងតែងតែមើលថែទាំគ្នាដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនបាទនេះហើយជាការសាមគ្គីការគ្រប់ស្រឡាញ់គ្នាឲ្យតម្លៃគ្នាបាទមិនថាបងមិនថាប្អូនគឺយើងឲ្យតម្លៃគ្នាទៅវិញទៅមកបាទហើយសប្បាយមែនទេបងប្អូនទាំងអស់គ្នាបាទអាពេលដែលយើងជិះហត់ក្តៅហើយយើងបានមកឆ្លងទឹកអូត្រាំទឹកស្ទឹងបាទច្រឡំទឹកអូទឹកស្ទឹងគឺជាក់មែនទែនហើយខ្ញុំអត់សូវបានជួយគេទេព្រោះយើងផ្ដោតទៅលើការថតអញ្ចឹងថតទុកជាអនុស្សាវរីយ៍ចែកជូនបងប្អូនទស្សនាហើយវីដេអូនេះកាលពីឆ្នាំ2023បងប្អូនតែមួយរយៈនេះយើងអស់វីដេអូយើងព្យាយាមរកវីដេអូចាស់ៗដើម្បីកាត់ចែកជូនបងប្អូនទស្សនាអញ្ចឹងណាហើយបងប្អូនបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like share ផងដើម្បីខ្ញុំមានទឹកចិត្តរៀបចំវីដេអូសប្បាយចែកជូនបងប្អូនទៀតបងប្អូនបាទឥឡូវយើងមកមើលជាមួយនឹងហ្គាយកុងភេងបាទកំពុងតែជាប់ជាមួយនឹង 6D 015មួយហើយបាទនេះអូនឡុងកានៅទូចបាទឥឡូវអូនឡុងលើគេធំហើយគេពជាសាថ្ងៃប៉ុណ្ណឹងគេពជាសា350តាមវាទាន់ទេអូនឡុងហ្នឹងបាទហើយទឹកត្រជាក់ស្រួលបងប្អូនទឹកស្ទឹងបាទអត់រមាស់ដែរទឹកនេះបងប្អូនព្រោះទឹកហូរដាច់បាទចឹងបាទថាបងប្អូនដែលស្រឡាញ់ចូលចិត្តវិស័យម៉ូតូត្រៃខ្ញុំរីករាយស្វាគមន៍សម្រាប់ការចូលរួមជិះលេងក្នុងក្រុមបាទរ៉ាលីសាមគ្គីគឺដូចបងប្អូនបានឃើញគឺសប្បាយខ្លាំងមែនតើសប្បាយស្រស់គ្នាតែម្ដងបាទគឺម្នាក់គឺអត់តនេទេបាទគឺមមាញឹកមែនតើក្នុងការជួយគ្នាបាទហើយឥឡូវយើងមកដល់ទឹកជ្រោះ47បងប្អូនបាទខ្ញុំមកខែនេះគឺវាអត់សូវភ្លៀងទេបងប្អូនអញ្ចឹងទឹកមកល្មមយើងមូចស្រស់ខ្លួនត្រជាក់សាច់ដុំត្រជាក់កាយត្រជាក់ឆ្អឹងស្រួលណាព្រោះយើងជិះហត់ណាបងប្អូនអញ្ចឹងគោលដៅយើងពេលដែលជិះហត់គឺយើងចង់មកផ្លែកភ្នែកគឺមកផ្លែកភ្នែកជាមួយនឹងភ្នំមានទឹកជ្រោះដូចបងប្អូនបានឃើញអញ្ចឹងអានេះមិនសិនជាយើងដាក់តុកបងប្អូនឲ្យចូលចិត្តថតយើងដាក់តុកមួយហើយយើងមានការហូបចុកបន្តិចបន្តួចយើងថតបែប chill គឺអែមែនតើហើយខ្ញុំជឿថាវីដេអូនេះគឺបងប្អូនមួយចំនួនដែលគាត់ stress នឹងការងារខ្ញុំគិតថាគាត់នឹងចង់មកកន្លែងទីនេះហើយចំពោះទឹកជ្រោះ47នេះមានការអភិវឌ្ឍខ្លាំងបងប្អូនគឺមានការលក់ដូរឲ្យយើងកំងមហូបគឺងាយស្រួលមែនតើពាក់ព័ន្ធនឹងរបស់ស្រែបាទហើយយើងធ្វើការជិះលេងអស់មួយថ្ងៃពេញបងប្អូនគឺអញ្ចឹងគឺហត់នៅអស់កម្លាំងខ្លាំងអញ្ចឹងនៅពេលដែលយើងបានត្រាំទឹកជ្រោះត្រជាក់ស្រួលមែនតើបងប្អូនដូចយើងដាក់តកកមកបេចូលទឹកយើងធុងពេត្រូលអញ្ចឹងត្រជាក់ខ្លាំងមកជាក់ស្រួលមែនតើបាទល្មមងាយបងប្អូនហើយទឹកនេះបើងាយហើយនឹងព្រឹកបាច់មួយតែម្ដងគឺត្រជាក់មែនតើបាទហើយនេះបងសុខាបាទយើងគាត់ចូលរួមជិះលេងមួយយើងដែរបាទសិតតែបងប្អូននៅក្នុងក្រុមល្អទេបាទអញ្ចឹងវិស័យមួយនេះគឺផ្សារភ្ជាប់ជាមួយនឹងមិត្តភាពការចែកម្លែកចំណេះដឹងបាទអ្វីដែលខុសយើងជួយប្រាប់គ្នាអ្វីដែលត្រូវគឺយើងជួយណែនាំគ្នាឲ្យដើរទៅផ្លូវល្អទាំងអស់គ្នាហើយអ្វីគ្រប់យ៉ាងគឺយើងធ្វើឡើងចេញពីបេះដូងហើយយើងចូលរួមទាំងអស់គ្នានៅក្នុងសង្គមហើយអ្វីដែលធ្វើឲ្យយើងបានបន្ធូរអារម្មណ៍គឺទី1យើងបានស្ដាប់នៅសំឡេងទឹកហូរតែគឺទឹកជ្រោះធ្លាក់មកពីលើភ្នំជាបន្តនេះភ្នំនីមួយដែលហូរមកនាំមកដល់កន្លែងនេះដែលយើងអាចមួយបានណាបងប្អូនហើយជាមួយនឹងព្រៃព្រឹក្សាភ្នំដុំថ្មតូចធំដែលបាននៅជុំវិញខ្លួនហ្នឹងគឺស្រស់ស្រាយមែនតើបងប្អូនគឺធម្មជាតិពិតតែម្ដងបាទហើយជាក់ស្ដែងខ្ញុំបានត្រាំអញ្ចឹងទៀតនិយាយពីថាបានធូរស្រាលភាពនឿយហត់ជាច្រើនក៏ដូចជាការងារដែលយើងទទួលបន្ទុកមិនថាការងាររកស៊ីក៏ដូចជាធ្វើការគឺយើងបានរលូនធូរស្បើយនៅអារម្មណ៍ដែលយើងមានទុក្ខលំបាកផ្សេងអញ្ចឹងបន្ទាប់ពីយើងជិះលេងកម្សាន្តចប់យើងទៅផ្ទះវិញថ្ងៃអាទិត្យ
ngày chắnយើងធ្វើការធម្មតាហើយយើងខិតខំធ្វើការទៅតាមកាតព្វកិច្ចក៏ដូចជាទូនទីនីមួយៗអញ្ចឹងណាបងប្អូនបាទហើយវីដេអូគឺយើងអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងចែកជូនបងប្អូនទស្សនាហើយបើសិនជាស្រឡាញ់ចូលចិត្តក៏ដូចជាចង់ចូលរួមជាមួយក្រុមរាយសាមគ្គីរីករាយចំណេញបងប្អូនបាទអរគុណជំរាបលាបងប្អូនអរគុណឧបត្ថម្ភដោយជាឌីមានទទួលជួសជុលម៉ូតូតូចធំគ្រប់ប្រភេទខាងលក់ម៉ូតូគីមសៀងមានលក់ម៉ូតូតូចធំគ្រប់ប្រភេទ OY Auto មានទទួលទិញរថយន្តទំនើបK Auto Car 47មានទទួលជួសជុលរថយន្តគុយទាបហត់សាច់ជ្រូកចំហុយជាងញ៉ាក្រឡឹងនិងផ្សារតារាគូនតារាសីមានទទួលម៉ៅការសំណងបុកគ្រឹះខួងគ្រឹះសង្កត់គ្រឹះគ្រប់ប្រភេទជាងហាត់ជួសជុលម៉ូតូ CSO7 Serene Design តែខ្វេ55មានរសជាតិឈ្ងុយឆ្ងាញ់ជាង Maservice Repair Moto K17 Moto Service និងអរគុណបងប្អូនធីមរ៉ាលីសាមគ្គីទាំងអស់គ្នា